ទើបចូលស្តុកម្សៅមីចាស់ថ្ងៃនេះ8កាក់1គីឡូតម្លៃថោកសមរម្យណាស់អញ្ចឹងហ៎ថៅកែថ្ងៃនេះយើងអត់ទិញអង្ករចាស់ទេយើងចង់បានម្សៅមីថ្មីលេខ1និងអង្កររស់ដែលទើបតែកិនថ្មីម្សៅមីថ្មី12កាក់អង្ករ15កាក់ប្រកាសជាចង់បានមែនទេថ្លៃណាស់ថ្លឹងម្សៅមីចាស់10គីឡូនិងអង្ករចាស់5គីឡូឲ្យយើងមកពុកនំប៉ាវម្សៅចាស់ស៊ីទៅស្លាក់ណាស់ពុកធ្វើស្រែរាល់ថ្ងៃហត់ហើយបើស៊ីនំប៉ាវទុនយប់ឡើងងាយស្រួលដេកម្យ៉ាងទៀតម៉ែសុខភាពអត់សូវល្អទេបបរអង្ករចាស់រាវគ្មានជាតិអីទេម្សៅមីនិងអង្ករនេះថ្លៃជាងដាច់ថ្មងយើងទើបតែលក់ថ្នាំឈាមនាគបានលុយបន្តិចបន្តួចគួរតែសន្សំសំចៃខ្លះទើបបានពុកកុំបារម្ភអីខ្ញុំគិតរួចអស់ហើយស្អែកខ្ញុំទៅភ្នំក្រោយផ្ទះជីកថ្នាំបុរាណថែមទៀតយកទៅលក់ឲ្យថៅកែវាងនៅហាងថ្នាំរយឆាងច្បាស់ជារកលុយបានច្រើនថ្ងៃក្រោយយើងចង់ហូបអង្ករល្អប៉ុន្មានក៏ទិញបានដែរពុកមើលណែម្សៅនេះម៉ត់ខ្សែហ្មងពេលធ្វើជានំប៉ាវពុកយកទៅហូបនៅស្រែឆ្ងាញ់ជាងនំកន្ទក់ដាច់ហូបឆ្អែតទើបមានកម្លាំងធ្វើស្រែលុយនេះចាយទៅពិតជាស័ក្តិសមមែនអូខេតាមកូនចុះថៅកែអញ្ចឹងថ្លឹងម្សៅ10គីឡូនិងអង្ករ5គីឡូមកថៅកែលើកនេះចុះថ្លៃឲ្យបន្តិចមកថ្ងៃក្រោយពួកយើងនឹងមកទិញឲ្យច្រើនបាត់ភ្ញៀវចាំបន្តិចណាម៉ែពួកយើងមកវិញហើយតាម៉ែឯងមើលខ្ញុំនឹងពុកទិញអីមកខ្លះយ៉ាវាអញបានលុយពីណាទិញសាច់ហ្នឹងកុំប្រាប់ណាថាទៅខ្ចីលុយគេនោះអត់ទេម៉ែវាម៉ែនេះជាលុយដែលខ្ញុំនឹងពុកលក់ថ្នាំឈាមនាគបាននឹងណាមានទាំងអង្ករស្នឹងម្សៅទៀតយប់នេះយើងហូបបាយជាមួយសាច់ជ្រូកខ្មែរនឹងពុកហត់នឿយណាស់ហើយគួរតែហូបអីឆ្ងាញ់បើកម្លាំងខ្លះកូនបាវយើងធំមែនទែនហើយចេះរកលុយហើយចេះយកចិត្តទុកដាក់នឹងអ្នកផ្ទះទៀតមែនហើយកូនបាវយើងធំមែនទិញអង្ករហើយថែមទាំងប្រាប់ឲ្យខ្ញុំទិញសាច់មកទៀតដើម្បីឲ្យគ្រួសារយើងបានហូបឆ្ងាញ់យប់នេះយើងហូបសាច់ជាមួយបាយបាទឈ្មោះម្លេះទេឆាប់កាន់ចង្កឹះហូបបាយទៅប្រយ័ត្នត្រជាក់អស់ឥឡូវសម័យនេះចង់ហូបបាយមិនមែនងាយស្រួលទេខ្ញុំត្រូវតែប្រើសមត្ថភាពនិយាយជាមួយសត្វនេះដើម្បីរកលុយឲ្យបានច្រើនទើបបានកូនបាវហូបសាច់ឲ្យច្រើនទៅកូនម៉ែឯងក៏ហត់ដែរហូបឲ្យច្រើនបើកម្លាំងទៅកុំហូបតែបាយទេអញ្ចឹងម៉ែវាឯងក៏ហូបឲ្យច្រើនដែរទៅសាច់នេះទៅឈ្ងុយជាងហាងនៅទីប្រជុំជនទៅទៀតមែនតើមួយពេលនេះហូបឆ្ងាញ់ជាងចូលឆ្នាំទៀតសំណាងហើយបានកូនបាវប្រាប់ឲ្យខ្ញុំទិញអង្ករស្នឹងសាច់បើមិនអញ្ចឹងទេយើងច្បាស់ជាហូបអង្ករចាស់ជាមួយជ្រក់មិនខានពុកត្រឹមប៉ុណ្ណឹងមានអីស្អែកខ្ញុំទៅលើភ្នំជីកថ្នាំទៀតបើបានលុយយើងទិញមាន់មួយមករំងាស់ស៊ុបហូបថ្ងៃក្រោយគ្រួសារយើងនឹងមានសាច់មានអង្ករស្ហូបរាល់ថ្ងៃកូនបាវពិតជាដឹងក្តីមែនថ្ងៃក្រោយយើងស្ដាប់តាមកូនចុះយើងក៏មិនបាច់សន្សំពេកដែរជីវភាពច្បាស់ជាល្អប្រសើរឡើងមិនខានត្រូវហើយថ្ងៃក្រោយស្ដាប់កូនបាវទាំងអស់ហូបបាយទៅរវើប៉ុន្មានថ្ងៃនេះទីបំផុតបានហូបឆ្អែតមួយពេលហើយតែលក់ថ្នាំឈាមនាគបានលុយតែ40ប៉ុណ្ណោះលុយតិចតួចនេះចាយមិនបានយូរទេត្រូវតែរកវិធីរកលុយឲ្យបានច្រើនជាងនេះថ្ងៃដែលត្រូវអត់ឃ្លានរាល់ថ្ងៃគឺវេទនាណាស់ខ្ញុំមិនចង់រស់នៅបែបហ្នឹងទៀតទេអេនេះគឺឆៃហ៊ូបឹបលីរំពូកែខាងព្យាបាលផ្ដាសាយណាស់យកទៅហាងថ្នាំច្បាស់ជាដូរបានលុយខ្លះជួយផងនរណាគេហៅឲ្យជួយនឹងចកធំអញហៅឲ្យជួយមែនទេអញអាចជឿសំឡេងយើងដែរត្រូវហើយសត្វទាំងអស់គឺខ្ញុំអាចនិយាយដឹងរឿងយើងមិនប្រយ័ត្នជន់រនុកព្រានព្រៃរងរបួសហើយអញអាចជួយយើងបានទេជួយបានតែអញមិនត្រូវខំខ្ញុំទេយើងមិនខំមនុស្សទេអញទុកចិត្តចុះរបួសឯងនេះមិនងាយជីទេអញរកកន្លែងសម្រាប់ព្យាបាលទៅខ្ញុំទៅសិនហើយចាំបន្តិចអំបញ្ញមិញឯងកំពុងជីកថ្នាំមែនទេត្រូវហើយមានអីមែនតាមយើងមកយើងនាំអញទៅកន្លែងមួយអូខេ
ឯងចង់ប្រាប់ថាទីនេះមានថ្នាំបុរាណហ៎មែនហើយនេះគឺយិនសិនថែមទាំងជាយិនសិនក្រហមទៀតធំជាងយិនសិនដែលខ្ញុំធ្លាប់ឃើញពីមុនទៅទៀតចុះតូចឯងពិតជាពូកែមែនអាចរកឃើញថ្នាំកម្រដូចជាយិនសិននេះបានចាត់ទុកថាសងគុណដែលឯងបានជួយជីវិតយើងចុះអរគុណហើយចុះតូចលេហើយពុកម៉ែឆាប់មើលណែខ្ញុំជីកបានរបស់មានតម្លៃរត់តិចកូនប្រយ័ត្នដួលយ៉ាពណ៌នេះរូបរាងនេះកុំប្រាប់ណាថាជាយិនសិនឈាមនោះយិនសិនឈាមជាស្អីទៅជាថ្នាំស័ក្តិសិទ្ធិមែនទេមិនត្រឹមតែស័ក្តិសិទ្ធិទេយិនសិនឈាមនេះជារបស់កម្រណាស់ណាកាលពីឆ្នាំមុនម៉ែរបស់សេដ្ឋីចាងឈឺរៀបស្លាប់គ្រូពេទ្យប្រាប់ថាមានតែយិនសិនឈាមនេះទេទើបអាចជួយជីវិតបានតែរកទិញគ្រប់កន្លែងក៏រកមិនបានដែររបស់នេះកម្រដល់ថ្នាក់ហ្នឹងមែនហើយយិនសិនឈាមមួយនេះស្មើនឹងផលដំណាំគ្រួសារយើងប៉ុន្មានឆ្នាំឯណោះអញ្ចឹងហ៎អូហូកូនបាវយិនសិនឈាមល្អថ្នាក់នេះកូនជីកបាននៅណាគឺជីកបាននៅក្នុងគុម្ពស្មៅលើភ្នំក្រោយផ្ទះនឹងណាខ្ញុំឃើញស្លឹកវាប្លែកក៏ជីកយកមកខ្មងទៅពិតជាទេវតាប្រោសប្រទានមែនដែលឲ្យកូនបាវយើងរកឃើញរបស់ល្អយ៉ាងនេះមានយិនសិនឈាមនេះហើយថ្ងៃក្រោយចង់ហូបសាច់ប៉ុន្មានក៏បានដែរម៉ែនឹងធ្វើម្ហូបឆ្ងាញ់ឲ្យកូនហូបរាល់ថ្ងៃត្រូវហើយព្រឹកស្អែកពុកនឹងនាំកូនបាវទៅហាងថ្នាំរុយឆាំងនៅឯផ្សាររកថៅកែដើម្បីលក់យិនសិនឈាមនេះរួចទិញស្បៀងមកផ្ទះយើងថែមទៀតត្រូវហើយទិញស្បៀងមកផ្ទះយើងឲ្យបានច្រើនម៉ោងចាំមើលថ្ងៃក្រោយមានអ្នកណាហ៊ានមើលងាយផ្ទះយើងទៀតតោះយើងសុំសួរអញ្ជើញសុំសួរថៅកែវាងនៅទេអញគិតថាថៅកែវាងគេចង់ជួបកសិករដូចពួកឯងអញ្ចឹងហ៎ពួកយើងមានយិនសិនក្រហមប្រភេទលេខ1គឺចង់យកមកឲ្យថៅកែវាងជួយមើលឲ្យនឹងណាមុខដូចឯងនឹងមានយិនសិនក្រហមក្រែងលោតែជីកបានស្មៅព្រៃពីណាក៏យកមកបោកលុយនៅហាងថ្នាំយើងទេដឹងណែពួកឯងហាងថ្នាំគេមើលទៅលើគុណភាពថ្នាំទេតើបើគ្រាន់តែឃើញពួកខ្ញុំស្លៀកពាក់មិនបានល្អក៏បដិសេធថ្នាំល្អចោលពេលលេចទៅដល់ក្រៅមិនខ្លាចគេថាហាងថ្នាំរួយឆាងស្គាល់តែខោអាវមិនស្គាល់ថ្នាំទេអីទៅថ្ងៃមុខតើមានអ្នកណាហ៊ានយកថ្នាំមកលក់ឲ្យហាងរួយឆាងទៀតនោះហាហាហាក្មួយប្រុសនិយាយត្រូវណាស់រាល់ដងឯងធ្វើចរិតដាក់ភ្ញៀវអញ្ចឹងហ៎យើងបើកទ្វាររកស៊ីគឺត្រូវចេះឲ្យតម្លៃគេគិតតែពីរឿងថ្នាំមិនគិតពីឋានៈទេបើរឿងថ្ងៃនេះលេចទៅក្រៅតើមានអ្នកណាហ៊ានយកថ្នាំមកលក់ទៀតអញចង់វាបំបីផ្លាកយីហោហាងថ្នាំរួយឆាង30ឆ្នាំរបស់អញហើយតើថៅកែខ្ញុំខុសហើយខ្ញុំមិនគួរមើលងាយគេទេខ្ញុំលែងហ៊ានទៀតហើយសុំថៅកែលើកលែងឲ្យខ្ញុំម្ដងទៅណាមកអង្វរអញបានការអីទៅសុំទោសបងប្រុសឈិនវាងទៅពីនៃប្រាក់ខែអញ3ខែយកទៅសងជំងឺចិត្តភ្ញៀវចាប់ពីថ្ងៃនេះទៅហាន់ថ្នាំនៅខាងក្រោយកែចរិតបានពេលណាសឹមមកធ្វើការនៅខាងមុខវិញលោកភ្ញៀវលោកជាមនុស្សចិត្តទូលាយសូមអភ័យទោសដែលខ្ញុំមានភ្នែកតែគ្មានវ៉ែនតាខ្ញុំដឹងខុសហើយថ្ងៃក្រោយលែងហ៊ានទៀតហើយបងប្រុសឈិនវាងមកពីខ្ញុំគ្រប់គ្រងមិនបានល្អបើវាដឹងខុសហើយតាមនឹងទៅចុះបើបងប្រុសឈិនវាងនិយាយចឹងហើយឯងទៅចុះអរគុណលោកភ្ញៀវអរគុណថៅកែបងប្រុសឈិនវាងថ្ងៃនេះមានអីវ៉ាន់ល្អអីយកមកលក់មែនទេអូពួកយើងមានយិនសិនក្រហមមួយដើមសូមថៅកែវាងជួយមើលបន្តិចយិនសិនក្រហមអូហូយិនសិនមួយនេះធំជាងយិនសិនក្នុងហាងខ្ញុំទាំងអស់ទៅទៀតតើបងជីកបានមកពីណាអូគឺកូនប្រុសខ្ញុំសៀវប៉ាវជាអ្នកជីកបានពីភ្នំក្រោយភូមិក្មួយប្រុសអាចប្រាប់ពូបានទេថាក្មួយរកឃើញយិនសិនក្រហមនេះនៅទីណាប្រកាសជាមិនអាចប្រាប់បានទេគឺកូនចော့ជាអ្នកនាំខ្ញុំទៅរកពេលខ្ញុំជីកថ្នាំនៅភ្នំឃើញស្លឹកវាប្លែកពេកក៏ជីកយកមកតែម្ដងទៅអាយ៉ាក្មួយប្រុសពិតជាមានភ្នែកមុតមែនមនុស្សធម្មតាមួយជីវិតនេះពិបាកនឹងរកថ្នាំនេះបានណាស់តែឯងគ្រាន់តែជីកលេងក៏បានបាត់មានអនាគតហ្មងបងប្រុសឈិនវាងយិនសិននេះខ្ញុំទិញហើយខ្ញុំឲ្យ50ដំឡឹងតើបងយកយ៉ាងណាដែរអូយថៅកែវាងពិតជាចិត្តទូលីមែនអញ្ចឹងក៏អរគុណថៅកែខ្លាំងណាស់បាទថៅកែវាងបើគ្មានការអីទេពួកយើងសុំលាទៅសិនហើយណែក្មួយប្រុសថ្ងៃក្រោយបើជីកបានអីវ៉ាន់ល្អទៀតកុំភ្លេចយកមកហាងថ្នាំរួយឆាងពូទៀតណាបាទសុវត្ថិភាពតាមផ្លូវណា
ពុកថ្ងៃនេះពួកយើងទិញអង្ករនិងសាច់ឲ្យច្រើនបន្តិចទៅហើយទិញមាន់មួយមករំងាស់ស៊ុបឲ្យម៉ែហូបផងបានធ្វើតាមសៀវប៉ាវទាំងអស់តោះទៅអុយសេះចាស់នេះគួរឲ្យអាណិតណាស់នឹងហើយមើលទៅចិត្តត្រូវគេវាងាប់ហើយតើជួយផងតើមានអ្នកណាអាចមកជួយខ្ញុំបានទេខ្ញុំសុំអង្វរហើយពុកស្ដាប់មើលខាងនោះមានសេះស្រែកគួរឲ្យសង្វេគណាស់យើងទៅមើលបន្តិចទៅបានតោះទៅមើលទាំងអស់គ្នាទៅអាសត្វចង្រៃប្រើឲ្យអូសទេសក៏មិនអូសអញចិញ្ចឹមអញអស់បាយទេមែនជួយខ្ញុំផងជួយខ្ញុំផងពួកគុំវីអីវាចិត្តងាប់ទៅហើយក្មេងពីណាមកហ្នឹងកុំចង់ចេះដឹងរឿងគេអីល្អជាងនេះជាសេះអញចង់វាឲ្យងាប់ក៏ជារឿងរបស់អញគ្មានសិទ្ធមកលូកដៃទេណែបងប្រុសក្មេងមិនដឹងអីទេកុំប្រកាន់ខឹងនឹងក្មេងអីសេះចាស់នេះមើលទៅដូចជាចិត្តមិនរស់ទេបងវាក៏គ្មានប្រយោជន៍ដែរមិនមិនលក់ឲ្យខ្ញុំមកប៉ុន្មានខ្ញុំឲ្យ5ដំឡឹងប្រាក់ម្ចាស់សេះនឹងឈួតទេដឹងសេះចិត្តងាប់មួយក្បាលលក់ឲ្យគេដល់ទៅ5ដំឡឹងចិត្តខ្មៅជាងអីទៅទៀតអ្នកណានឹងចំណាយប្រាក់5ដំឡឹងដើម្បីទិញសេះចាស់នោះឈួតមែនពួកយើងទិញហើយនេះប្រាក់5ដំឡឹងបើដឹងថាលក់ស្រួលអញ្ចឹងអញវាឲ្យច្រើនជាងនឹងបាត់តោះឯងមកតាមពួកយើងមកអរគុណហើយក្មេងតូចសៀវប៉ាវតោះយើងទៅទិញអីវ៉ាន់ហើយប្រញាប់ទៅផ្ទះបាទពួកឯងទិញសេះមកមួយក្បាលហេគឺនៅផ្សារឃើញសេះនេះត្រូវគេវាគួរឲ្យអាណិតពេកទើបសៀវប៉ាវទិញវាមកនឹងណាខ្ញុំឬវាស្រែកឲ្យខ្ញុំជួយតើឯងថាវាស្រែកឲ្យឯងជួយប៉ាត់ម៉ែអញកំពុងតែនិយាយរឿងលប់អីហ្នឹងវាចេះនិយាយអញអាចស្ដាប់យល់បានយ៉ាងម៉េចទៅខ្ញុំស្ដាប់យល់ពិតមែនតើឲ្យក្មេងតែងតែនិយាយរឿងលេងសើចចឹងហើយឆាប់ចូលផ្ទះទៅសម្រាកទៅយប់នេះយើងមានស៊ុបមាន់ហូបណាម៉ែវាឯងថារឿងសៀវប៉ាវស្ដាប់សេះនិយាយយល់នេះវាមិនចម្លែកពេកទេអីសេះមិននឹងចេះនិយាយហើយនិយាយតែជាមួយសៀវប៉ាវទៀតសៀវប៉ាវមិនមែនត្រូវអំពើគេទេដឹងតាំងពីត្រឡប់មកពីលើភ្នំវិញស្រាប់តែស្គាល់ថ្នាំសពមុខមនុស្សក៏ខ្លាចជាឆ្លាតវៃជាងមុននិយាយស្ដីដឹងខុសដឹងត្រូវឲ្យមានរឿងអបិយជំនឿអីទៅសៀវប៉ាវផ្ទះយើងមានសុខភាពល្អណាស់មើលទៅគ្មានរឿងអីបន្តិចសោះប្រហែលជាគ្រាន់តែអាណិតសេះនេះហើយចង់ជួយវាទេមើលទៅវាគ្រាន់តែនិយាយលេងកុំចេះតែភ័យខ្លួនឯងពេកឯងនិយាយត្រូវហើយមេឃក៏រៀងល្ងាចដែរហើយខ្ញុំទៅធ្វើម្ហូបសិនហើយបានអញ្ចឹងខ្ញុំទៅរៀបចម្រងសេះបន្តិចយកទឹកយកស្មៅឲ្យវាស៊ីសិនទៅចុះម៉ែស៊ុបមាន់នេះឆ្ងាញ់ណាស់នំម៉ាន់ថូនេះក៏ឆ្ងាញ់ដែរបើឆ្ងាញ់ហូបឲ្យច្រើនបន្តិចទៅលើកនេះសំណាងហើយដែលឯងជីកបានយិនសិនក្រហមពីភ្នំក្រោយភូមិធ្វើឲ្យគ្រួសារយើងរកលុយបានច្រើនយ៉ាងនេះនឹងហើយម៉ែកុំបារម្ភអីថ្ងៃក្រោយខ្ញុំនឹងរកលុយឲ្យបានច្រើនជាងនេះទៅទៀតល្អណាស់ឲ្យតែឯងមានគំនិតបែបនេះម៉ែពេញចិត្តណាស់ហើយឆាប់ហូបទៅកូន